ជំរាបសួរនាងខ្ញុំឈ្មោះផនសាភាជាទីប្រឹក្សាអាហារូបករណ៍ប្រចាំស្ថានទូតជប៉ុនតោះមកដឹងពីរបៀបនៃការដាក់ពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនសម្រាប់ឆ្នាំសិក្សា2027ទាំងអស់គ្នាទី1សូមអានសេចក្តីណែនាំនៃការដាក់ពាក្យឲ្យបានលម្អិតទី2បេក្ខជនដែលបំពេញត្រឹមត្រូវតាមលក្ខខណ្ឌនិងមានឯកសារគ្រប់ជាពិសេសកន្លែងបិទកាតសូមយកពាក្យមកដាក់នៅស្ថានទូតជប៉ុនរៀងរាល់ថ្ងៃធ្វើការទី3ពាក្យសុំត្រូវដាក់ក្នុងសមីកូគីបិទជិតហើយសូមសរសេរឈ្មោះកម្រិតនៃការដាក់ពាក្យសុំឈ្មោះបេក្ខជននិងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវទី4នៅពេលមកដាក់ពាក្យសុំសូមបេក្ខជនត្រៀមនិងបង្ហាញអត្តសញ្ញាណប័ណ្ណឬកាតសិស្សដល់ផ្នែកសន្តិសុខនៅច្រកទ្វារចូល5ពេលចូលមកដល់បរិវេណស្ថានទូតជប៉ុនហើយបេក្ខជននឹងឃើញមានប្រអប់ដាក់ពាក្យផ្សេងៗគ្នាទៅតាមកម្រិតនីមួយៗសូមដាក់ពាក្យក្នុងប្រអប់ឲ្យបានត្រឹមត្រូវតាមកម្រិតបើដាក់ខុសប្រអប់ស្មើនឹងមិនបានដាក់ពាក្យហើយសូមបំពេញឈ្មោះក្នុងបញ្ជីពាក្យសុំផងក្នុងដំណាក់កាលដាក់ពាក្យនេះឯកសារមិនចាំបាច់បកប្រែជាភាសាអង់គ្លេសទេហើយរាល់ឯកសារសូមជាច្បាប់ចម្លងទី11ហាមប៉ះពាល់ឬមើលឯកសារដាក់ពាក្យរបស់អ្នកដទៃការដាក់ពាក្យនឹងផុតកំណត់ត្រឹមថ្ងៃសុក្រទី22ខែឧសភាម៉ោង4 រសៀល